នេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅលេងទឹកធ្លាក់មកកន្លែងទេសភាពស្អាតខ្លាំងមែនតើហើយទឹកធ្លាក់នៅកន្លែងនេះមិនថាខែប្រាំងឬក៏ខែវស្សាគឺនៅតែមានទឹកជាអចិន្ត្រៃយ៍ហ្មងហើយបើនិយាយពីទេសភាពតាមផ្លូវទៅទឹកធ្លាក់នឹងវិញគឺស្អាតមែនតើជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងអាកាសធាតុដ៏ត្រជាក់គួបផ្សំជាមួយនឹងទេសភាពតាមផ្លូវដែលយើងធ្វើដំណើរទៅគឺល្អខ្លាំងហ្មងហើយសម្រាប់កន្លែងនេះផងដែរអត់សូវមានអ្នកទៅលេងច្រើនមកកជាភាពអញ្ញែអញ្ញៃឬក៏សម្រាមអីច្រើននេះគឺ everything នេះជុំវិញហ្នឹងគឺសុទ្ធតែធម្មជាតិហ្មងហើយសម្រាប់ទឹកធ្លាក់នេះផងដែរគឺពួកយើងអត់ទាន់ស្គាល់ឈ្មោះទេក៏ប៉ុន្តែអីដែលយើងតែងតែហៅគឺទឹកធ្លាក់ក្រោយកាហ្វេមាន់គោកគ្នាដែលតែងតែលេងភ្នំ1500ហើយចង់ទៅលេងទឹកធ្លាក់បែបស្ងប់ស្ងាត់ឈៀលដាក់តុកដាក់កៅអីអង្គុយលេងក្នុងទឹកអីលើកនេះមកត្រូវកន្លែងហើយព្រោះដោយសារតែរដងពួកខ្ញុំទៅភ្នំ1500ចង់ទៅលេងទឹកធ្លាក់ទឹកជ្រោះអីតតែជិះឡើងទៅទឹកធ្លាក់ថ្មដាធំនៅខាងលើប៉ុន្តែឥឡូវគឺខ្ញុំបានការណែនាំពីបងម្ចាស់កាហ្វេមាន់គោកហើយគាត់ក៏បានជូនពួកយើងទៅលេងទឹកធ្លាក់នេះអត់ឆ្ងាយពីកន្លែងដែលពួកយើងសម្រាប់អីជិះតាមបន្តិចក្រោយកាហ្វេមាន់គោកហ្នឹងបើថាដើរពីកាហ្វេហ្នឹងគឺប្រហែលជា5ទៅ10នាទីទៅដល់ហើយនឹងអរគ្នាហើយសម្រាប់ផ្លូវធ្វើដំណើរអត់ពិបាកទេណែបងប្អូនមកដល់1500អីណែកាហ្វេកស្អាតញាក់ហ្មងមិនបាច់ទៅដល់ជប៉ុនដល់ថៃទេស្រុកខ្មែរយើងលុយម្លឹងអីយកទៅណាមអស់ឡៃទៅស្អីណាថៃអីមិនចឹងណាបងនំ1500កាហ្វេឆ្ងាញ់ហើយឌីកលុយទៀតនេះម៉ែមើលទេសភាពហើយមើល view ហើយអញ្ចឹងពួកយើងក៏រៀបចំធ្វើដំណើរទៅកាន់ទឹកធ្លាក់នេះហើយសម្រាប់ខ្ញុំគឺអត់បារម្ភទេព្រោះដោយសារតែខ្ញុំមាននាឡិកា offline ដែលអាចមើល map offline បាននៅលើនាឡិកា T-Rex 3 ពី Amazfit នេះគឺងាយស្រួលខ្លាំងមែនតើព្រោះដោយសារតែសម្រាប់មុខងារនាឡិកានេះទៅដល់ទីណាក៏ខ្ញុំអត់សូវបារម្ភរឿងដើរចូលព្រៃឬក៏ត្រូវទៅណាឆ្ងាយដែលជាទីតាំងអត់មានសេវាអត់មានអ៊ីនធឺណិតដែរព្រោះដោយសារតែនៅក្នុងនាឡិកានេះគឺមាន map offline ហើយខ្ញុំអាច tracking ការដើររបស់ខ្ញុំហ្នឹងពីទីតាំងមួយដែលខ្ញុំបានកំណត់ទៅដល់ទីតាំងមួយដែលខ្ញុំបានស្គាល់ឥឡូវខ្ញុំចាប់ដើម track map ទឹកជ្រោះនេះដាក់បក king ក៏បានដែរហើយឥឡូវវាចេញរូបពណ៌ក្រហមនេះវាកំពុងតែដើរសិតឡាយវាអញ្ចឹងដល់ពេលវាចេញពណ៌បៃតងយើងអាចទៅបានហើយនៅក្នុងហ្នឹងនេះឥឡូវតាមវាជាក់ស្ដែងយើងដឹងពីចង្វាក់បេះដូងរបស់យើង currently ហ្មងតាមប៉ុន្មានហើយយើងអាចដើរទៅនេះហ្នឹងយើងដឹងថាបេះដូងឡើងចុះអីហ្នឹងគឺវាអាប់ដេតភ្លាមៗហ្មងហើយឥឡូវ GPS គឺដើរអីយើងគ្រាន់តែចុច go មកអូខេទៅបានហើយយើងដឹងពីថេរវេលាចម្ងាយរយៈពេលហើយ map យើងក៏វារត់ទៅតាមដែលយើងបានដើរហ្នឹងដែរអញ្ចឹងលើកក្រោយយើងមកវិញអីក៏អត់ងាយវិញអត់ងាយអីដែរហើយសម្រាប់ការ tracking នៅលើនាឡិកានេះគឺ accurate របស់វា perfect ហ្មងសម្រាប់ខ្ញុំព្រោះដោយសារតែការដើរការបត់បែនពីផ្លូវមួយទៅផ្លូវមួយនៅពេលដែលយើង tracking គឺវានឹង show យើងទាំងអស់នៅក្នុងនឹងថារយៈចម្ងាយយើងដើរបានប្រមាណការបត់បែនផ្លូវណាខ្លះថេរវេលាដែលយើងធ្វើដំណើរ heart rate បេះដូងរបស់យើងដែលយើងធ្វើដំណើរហ្នឹងវាហត់វាអីត្រូវការសម្រាប់តិចតួចអីហ្នឹងគឺវាផ្ដល់ជាព័ត៌មាននៅលើនាឡិកាមួយហ្នឹងហ្មងងាកមកមើលអំពីការធ្វើដំណើរទៅទឹកធ្លាក់យើងវិញនៅពេលដែលយើងចេញពីកាហ្វេមាន់គោកនៃក្រោមជើងភ្នំ1500នេះយើងដើរតាមផ្លូវដែលគាត់បាននាំយើងទៅនេះគឺថាឃើញទេសភាពស្អាតខ្លាំងមែនតើមិនថាមានទឹកហូរឬក៏ដើមឈើធំៗឯអាចបើអ្នកទាំងអស់គ្នាចូលចិត្តឈៀលអីអាចយកតុកយកកៅអីមកអង្គុយកន្លែងទឹកហូរហ្នឹងណាគឺអូកប់សេរីហ្មងហើយការធ្វើដំណើរនេះគឺមិនសូវជាឆ្ងាយទេព្រោះដោយសារតាទីតាំងនេះគឺវាចិត្តខ្លាំងមែនតើមើលសម្រាប់យើងអ្នកចូលចិត្តដើរលេងយើងដើរប៉ុណ្ណឹងខ្ញុំគិតថាមិនហត់ទេហើយតាមផ្លូវធ្វើដំណើរគឺសុបាយទៀតព្រោះដោយសារតាមានទេសភាពស្អាតដើមឈើធំហើយទឹកថ្លាខ្លាំងមែនតើយើងដើរកាត់ទឹកនឹងតែមួយផ្លែតគឺទៅដល់ទឹកធ្លាក់ហ្មងពួកយើងគ្រាន់តែធ្វើដំណើរទៅដល់ទឹកធ្លាក់ភ្លាមអូម្នាក់អត់ចាំយូរទេគឺដោះអាវគឺចាប់ផ្ដើមនាំគ្នាទៅងុយទឹកហ្មងព្រោះដោយសារតាឃើញទឹកស្អាតហ្មងទឹកឡ
ង់ថ្លាហើយសំខាន់បរិស្ថានជុំវិញហ្នឹងគឺ clean ខ្លាំងមែនតើស្អាតអត់សូវមានសម្រាមអត់សូវមានភាពអញ្ញែអញ្ញៃអ្នកទៅចាក់បាសអីនៅហ្នឹងទេគឺស្អាតគឺទៅដល់ហ្នឹងគឺមានតែពួកយើងហ្មងហើយបើនិយាយពីទេសភាពសម្រាប់ខែនេះវិញអូអ្នកនរគ្នាស្អាតខ្លាំងមែនតើព្រោះដោយសារតែខែនេះខែប្រាំងក៏ប៉ុន្តែវាចាប់ផ្ដើមមានភ្លៀងធ្លាក់មកប្រហែលថ្ងៃហ្នឹងជាប់គ្នាក៏ចឹងវាអាចធ្វើឲ្យទេសភាពគឺចាប់ផ្ដើមបៃតងខ្លាំងហ្មងហើយដោយសារតែកម្ដៅថ្ងៃវារៀងក្ដៅខ្លាំងអញ្ចឹងពន្លឺនៃជះចូលធម្មជាតិហ្នឹងក៏វាដិតខ្លាំងជាងមុនដែរធ្វើឲ្យយើងមើលឃើញស្រទាប់ភ្នំនីមួយៗគឺឃើញចេញមក layer មកស្រទាប់អូស្អាតហ្មងហើយបើចំពេលដែលវារៀងរៀបភ្លៀងឬក៏លឹមអីតិចទៀតអូមើលដូចក្នុងវីដេអូអញ្ចឹងគឺស្អាតមែនតើខ្ញុំស្រឡាញ់ mood ហ្នឹងហ្មងហើយបើអ្នកទាំងអស់គ្នាសួរថាអូពាក់នាឡិកា Smart Watch អញ្ចឹងចុះទៅលេងទឹកតើវាធន់អត់សម្រាប់ខ្ញុំគឺអត់មានការបារម្ភសោះតតែម្ដងជាមួយនឹងការចូលទឹកឬក៏ចូលធូលីអីហ្នឹងព្រោះថានាឡិកា T-Rex 3 PM Fit នេះគឺជានាឡិកាដែលមានមុខងារជម្រាបទឹកបានជ្រៅខ្លាំងមែនតើរហូតដល់ជាង50ម៉ែត្រដែលនាឡិកានេះគេតែងតែពាក់សម្រាប់ប្រើប្រាស់ក្នុងការជាមួយទឹកជ្រៅការធ្វើតេស្តកម្រិតធ្ងន់ដែលមានការបញ្ជាក់ពី military standard អញ្ចឹងសម្រាប់ខ្ញុំគ្រាន់តែមកលេងទឹកជ្រោះឬក៏មុជចូលទឹកប៉ុណ្ណឹងគឺអត់មានការបារម្ភសោះហ្មងទោះជាប៉ះថ្មឬក៏ប៉ះជាមួយនឹងសម្ពាធទឹកអីហ្នឹងគឺអត់បញ្ហាហ្មងហើយសម្រាប់អ្នកទាំងអស់គ្នាដែលមានបំណងមកលេងក្នុង1500ហើយចង់ស្គាល់ចង់ explore ទៅកាន់ទឹកធ្លាក់នេះអ្នកទាំងអស់គ្នាក៏អាចប្រើប្រាស់នាឡិកា T-Rex 3 PM Fit នេះបានដែរដែលខ្ញុំនឹង drop link map នៅក្នុង location ឬក៏មួយទៀតអ្នកទាំងអស់គ្នាអាចមកជើងភ្នំ1500នៅកន្លែងកាហ្វេមន់គោកនេះហើយអ្នកទាំងអស់គ្នាអាចសាកសួរពីការណែនាំអំពីផ្លូវឲ្យបានច្បាស់មុនសិនចាំយើងធ្វើដំណើរទៅទឹកធ្លាក់នេះអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត